Chơi nhà đọc nét và cùng một cảnh trở lạiរបស់ខ្ញុំម្ដងទៀតថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីវិធានបទមួយដែលអ្នកលេងហ្គេមជាច្រើនកំពុងសួរនោះគឺហេតុអ្វីខ្លះខ្លះមិនសូវមានធូរមិននៅកម្ពុជាហើយបើយើងចង់ឲ្យមានការប្រកួតក្នុងស្រុកខ្មែរតែយើងត្រូវធ្វើដូចម្ដេចថ្ងៃនេះខ្ញុំនឹងបញ្យល់លម្អិតច្បាស់ថាតើ community ខ្មែរអាចបង្កើតធូរមិនខ្លះខ្លះបានឬអត់ចំណុចទី1ខ្លះខ្លះមាន e-sport ទេជាដំបូងយើងត្រូវដឹងសិនថាខ្លះខ្លះគឺជាហ្គេមដែលមាន e-sport ផ្លូវការប្រកួតធំបំផុតគឺខ្លះខ្លះ World Champion Series ដែលមាន prize pool រហូតដល់$1 លានការប្រកួតនេះមាន monthly qualifier region tournament និង world final ហើយក្រុមល្អពីជំនាញពិភពលោករួមមានដូចជា Trap Gaming, Navi និង Queen Walker តែចូលរួមប្រកួតប៉ុន្តែសំណួរមួយដែលអ្នកលេងនៅខ្មែរភាគច្រើនសួរគឺហេតុអ្វីនៅកម្ពុជាមិនមាន tournament ខ្លះខ្លះឥឡូវយើងចូលមកដល់ចំណុចទី2ហេតុអ្វីកម្ពុជាមិនមាន tournament មានហេតុផលសំខាន់3យ៉ាងទី1គឺ community competitive តិចនៅកម្ពុជាអ្នកលេង Cloud Clan ភាគច្រើនលេងសម្រាប់ការកម្សាន្តនិងការប្រកួត Clan War តែប៉ុណ្ណោះមិនសូវមានអ្នកលេងតែលេង competitive ឬក៏ training strategy ខ្លាំងដូចប្រទេសផ្សេងទេទី2មិនមាន tournament organizer ហ្គេមដែលមាន tournament នៅកម្ពុជាដូចជា Mobile Legends Bang Bang ពួកគេមាន e-sport organizer sponsor និង event organizer ប៉ុន្តែ Cloud Clan មិនមានអ្នករៀបចំ tournament នៅកម្ពុជាទេបាទអញ្ចឹងចំណុចទី2នេះមូលហេតុដែលមិនមាន tournament organizer នៅកម្ពុជាហ្នឹងបាទដោយសារ Cloud Clan មិនទាន់មាន e-sport organizer មិនទាន់មាន sponsor ហើយនឹងមិនទាន់មាន event organizer បាទដើម្បីរៀបចំ tournament នៅកម្ពុជាទី3 content creator តិចនៅប្រទេសផ្សេងៗ YouTuber Cloud Clan មានច្រើនណាស់ពួកគេធ្វើ strategy វីដេអូ Clan War Analyze និង tournament highlight វាជួយធ្វើឲ្យ community របស់ពួកគេធំឡើងមកដែរប៉ុន្តែនៅកម្ពុជា content creator Cloud Clan នៅតិចនៅឡើយបាទអញ្ចឹងនៅប្រទេសគេមាន content creator ច្រើនមែនទែនដែលធ្វើឲ្យ Cloud Clan នៅប្រទេសគេដើរលឿនហើយមាន tournament ប្រកួតផងដែរអញ្ចឹងចំណែកឯនៅប្រទេសកម្ពុជាយើងមិនទាន់មាន content creator Cloud Clan ច្រើនទេនៅមានកម្រិតទាបឥឡូវទេបាទឥឡូវយើងចូលមកដល់ចំណុចទី3បាទបើចង់មាន tournament ត្រូវធ្វើដូចម្ដេចបើសិនជា community ខ្មែរចង់មាន tournament Cloud Clan យើងអាចចាប់ផ្ដើមពីរឿងតូចៗបានទី1បង្កើត community Cloud Clan ខ្មែរឲ្យបានធំអាចធ្វើបានដោយការបង្កើត Facebook group Discord server និង Telegram group បើសិនទាំងអស់នឹងមានអ្នកលេងច្រើន tournament នឹងកើតឡើងងាយទី2រៀបចំ mini tournament ដំបូងអាចចាប់ផ្ដើមពី tournament តូចៗឧទាហរណ៍ការបង្កើត tournament 8 clan បាទ8 clan ហ្នឹងអ្នកនរគ្នាស្គាល់អ្នកដែលលេងពី Cloud Clan ស្គាល់មួយ clan មួយ clan ហ្នឹងបាទហ្នឹងហើយនឹងការប្រកួត 5v5 នៅក្នុង Clan War ផងដែរប្រាក់ភូអាចតូចៗដូចជា$20 $50 និង$100ទៅតាមស្ថានភាពជាក់ស្ដែងនៃការបើក tournament ជាក់ស្ដែងប៉ុន្តែវាជាជំហានដំបូងសម្រាប់ community បាទអញ្ចឹងមុននឹងយើងមាន tournament ធំៗយើងគួរតែចាប់ផ្ដើមពី tournament តូចៗទៅបាទហ្នឹងហើយ tournament តូចៗនេះយើងអាចបង្កើតជាការវាយ tournament 8 clan ឬក៏ការប្រកួត 5v5 បាទហើយមានប្រាក់ភូតូចៗតាមថាវិការនិងចំណូលចំណាយរបស់បងប្អូនមួយចំនួនតូចទៅបាទហ្នឹងហើយអញ្ចឹងខ្ញុំសង្ឃឹមថាចំណុចទី2នេះនឹងធ្វើឲ្យបងប្អូន content creator មួយចំនួនតូចបាទគាត់មើលឃើញផងដែរហើយនឹងគាត់យកទៅអនុវត្តផងដែរបាទប៉ុន្តែសម្រាប់ខ្ញុំក៏ចង់រៀបចំនៅ tournament តូចៗនឹងផងដែរប៉ុន្តែខ្ញុំអត់ទាន់មានថាវិការគ្រប់គ្រាន់ទី1ហើយទី2ខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ហើយទី3ខ្ញុំមិនមែនជាអ្នកល្បីអីទេបាទបើសិនជាខ្ញុំរៀងមានមុខមានមាត់បន្តិចខ្ញុំក៏អាចរៀបចំវាបានដែរបាទលក្ខណៈប្រកួតជា online អីចឹងទៅហ្នឹងហើយសង្ឃឹមថាទៅថ្ងៃមុខខ្ញុំនឹងអាចធ្វើវាបានផងដែរទី3 live stream tournament បើមានការប្រកួតគួរតែ live stream លើ YouTube និង Facebook ផងដែរដើម្បីឲ្យអ្នកលេងផ្សេងៗបានមើលហើយធ្វើឲ្យ community ធំឡើងបាទ4រក sponsor ពេល tournament ធំឡើងអាចរក sponsor ដូចជា gaming shop internet cafe និងហាងលក់ទូរស័ព្ទដៃពួកគេអាចជួយជា prize pool promotion និង event support ឥឡូវយើងចូលដល់ចំណុចទី4តើ Cloud Clan អាចមាន e-sport នៅកម្ពុជាអត់ Cloud Clan អាចមាន e-sport នៅកម្ពុជាវាអាចកើតឡើងបានប៉ុន្តែវាត្រូវការរឿង3យ៉ាងទី1 community អ្នកលេងទី2 content creator ហើយនឹងទី3 tournament organizer បើមាន3រឿងនេះ Cloud Clan នៅកម្ពុជាអាចមាន tournament ដូចប្រទេសផ្សេងៗបានបើសិនជាកត្តា3ចំណុចនេះមាននៅកម្ពុជាប៉ុន្មាន Cloud Clan អាចនឹងមាន tournament នៅប្រទេសផ្សេងៗបានបាទអញ្ចឹងកត្តាទាំង3ហ្នឹងដែលខ្ញុំរៀបរាប់នៅខាងលើហ្នឹងទី1នោះគឺ community អ្នកលេងបាទបើសិនជាមាន community អ្នកលេងច្រើន content creator ច្រើន tournament organizer ច្រើនវាជួយឲ្យ Cloud Clan នៅកម្ពុជាយើងហ្នឹងអាចមាន tournament ផងដែរ
ចុងក្រោយនៃវីដេអូនេះខ្ញុំចង់សួរអ្នកទាំងអស់គ្នាថាបើមាន tournament Cloud Plan នៅកម្ពុជាតែអ្នកទាំងអស់គ្នាចូលរួមប្រកួតដែរឬទេសូមអ្នកទាំងអស់គ្នាជួយ comment នៅខាងក្រោមប្រាប់ខ្ញុំផងដើម្បីខ្ញុំបានដឹងផងដែរបាទហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូប្រភេទនេះអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe នៅ channel ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ